សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីវិលមកជួបផ្សាយជាថ្មីនៃការផ្សាយផ្ទាល់ព័ត៌មានអាស៊ីអាគ្នេយ៍ថ្ងៃនេះរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ចាសសម្រាប់ការផ្សាយផ្ទាល់ព័ត៌មានអាស៊ីអាគ្នេយ៍ថ្ងៃនេះមានវត្តមាននឹងខ្ញុំលន់ស្រស់រួមជាមួយនឹងកញ្ញាដាណានិងចូលខ្លួនមកជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានជាតិព័ត៌មានអាស៊ាននិងព័ត៌មានពិភពលោកសំខាន់សម្រាប់ជម្រាបជូនប្រិយមិត្តទូរទស្សនិកជនបានតាមដានទេសនាស្របពេលកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់ Microsoft Office Specialist ហៅកាត់ថាពិភពលោក2015ប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកកន្លងមកនេះយុវជនឆ្នាំរបស់កម្ពុជាបានទទួលមេដាយប្រាក់ពិភពលោកដំបូងគេបង្អស់នៅក្នុងកម្មវិធីនេះក្នុងចំណោមសិស្សចូលរួមមកពីប្រទេសផ្សេងគ្នាចំនួន102ប្រទេសនេះគឺជាការបង្កើតប្រវត្តិសាស្ត្រជូនជាតិមាតុភូមិគណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើនសន្ទុះអភិវឌ្ឍលើវិស័យអប់រំយុវជនដែលទទួលបានជ័យលាភីមេដាយប្រាក់ពិភពលោកក្នុងកម្មវិធី Microsoft Office Specialist មានឈ្មោះកុងឌីវិនជានិស្សិតព័ត៌មានវិទ្យាឆ្នាំទី4ផ្នែកគ្រប់គ្រងទិន្នន័យនិងសរសេរប្រូក្រាមនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រខាងផ្នែក Microsoft PowerPoint 2010ក្នុងការមកដល់មាតុភូមិវិញនារាត្រីថ្ងៃទី14ខែសីហានៅប្រលានយន្តហោះអន្តរជាតិភ្នំពេញយុវជនកុងឌីវិនបានសម្ដែងអារម្មណ៍រំភើបនិងរីករាយដែលខ្លួនទទួលបានជ័យលាភីនៅលើឆាកអន្តរជាតិដោយបានពំនាំកិត្តិយសដ៏ធំធេងមកជូនជាតិមាតុភូមិកម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ដែលបានចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំលើវិស័យ IT ដែលនឹងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខពិសេសគឺបានជំរុញឲ្យសិស្សចេះជំនាញ IT និងភាសាអង់គ្លេសនៅក្នុងកុំព្យូទ័រតាមស្តង់ដារអន្តរជាតិហើយកម្មវិធីនេះចង់ឲ្យកូនខ្មែរយើងមានឈ្មោះនៅលើពិភពលោកផងដែរក្រៅពីការប្រកួតពួកគេនឹងទទួលបានចំណេះដឹងជាច្រើនដើម្បីពង្រឹងសមត្ថភាពគុណភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ានដែលត្រៀមខ្លួនធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ2015ខាងមុខនេះសូមរំលឹកថាកម្មវិធីរៀបចំឡើងដោយមានសិស្សឆ្នើមមានឱកាសចូលរួមប្រកួតប្រជែង Microsoft Office Specialist ពិភពលោក2015គឺក្រោមការរៀបចំឡើងដោយក្រុមហ៊ុន IIT Education Cambodia ដែលជាបណ្ដាញសេវាធ្វើតេស្តផ្នែកអប់រំនិងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនទូរស័ព្ទ Medphone កម្មវិធីប្រកួតជើងឯកពិភពលោកនេះបង្កើតឡើងដោយភាពប្រកួតប្រជែងតាមបែបបញ្ញាស្មារតីសម្រាប់ក្មេងៗសិស្សនិស្សិតដែលមានអាយុចាប់ពី15ឆ្នាំដល់22ឆ្នាំនៅជុំវិញពិភពលោកលោកស្រីប្រមត្តត្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងវគ្គក្រោយយើងជម្រាបពីនេះនឹងជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានជាតិសំខាន់ជាបន្តទៀតប៉ុន្តែពេលនេះអនុញ្ញាតសម្រាប់មួយផ្លេតសិន